បងដើរមាត់ជ្រឹងលើស្ទឹងពួនយំចំការស្រីមុំធំប៉ុណ្ណាណៃសៅម៉ៅសេមន់ផ្លែប៉ុនល្អីបាត់តែរូបស្រីមិនឃើញភ័ក្រត្រាអូនឡើងបេះក្រូចបងលួចមើលក្រុមចំការស្រីមុំសម្បូរបង្គាណែអត់ស្នាបាទអាដើរមាត់ស្ទឹងឬជ្រឹងពួនយំមៀមិនថាទេបាទអាសៅម៉ៅសេមន់ផ្លែប៉ុនល្អីមៀក៏មិនថាអីដែរបាទតែអារឿងក្រុមនៅលើចុងក្រូចនេះមៀអត់ទ្រាំមិនបានទេក្រុមជាដូនជាតារែងមកពីណាដែលឡើងលើចុងក្រូចនោះកាលតែទឹកចំនួនលិចដើមក្រូចហ្នឹងក្រុមវាទើនៅលើចុងក្រូចហ្នឹងលោកមៀតែចូលពេលទឹកស្រកមិនក៏ក្រុមវាមិនចុះតាមទឹកមកវិញក្រុមវាថានៅលើចុងក្រូចលហើយស្រួលវាខ្ជិលចុះអានេះអាបកាច់ត្រិលសាធុ